របៀបធ្វើសម្លម្ជូរត្រកួនបែបស្រុកស្រែឈ្ងុយឆ្ងាញ់ខ្លាំងមែនទែនសម្រាប់គ្រឿងផ្សំរបស់យើងមានដូចជាត្រកួនចំនួន3បាច់ហើយសាច់ជ្រូកហើយនិងគ្រឿងបុករបស់យើងសម្រាប់នេះខ្ញុំជ្រើសរើសយកសម្លម្ជូរគ្រឿងបែបអត់ដាក់ត្រីទេបងប្អូនគឺថាយើងដាក់បែបសាច់ជ្រូក3ជាន់ណាធ្វើបែបនេះគឺឆ្ងាញ់ប្លែកខ្លាំងមែនទែនបងប្អូនមិនជឿសាកមើលបានសម្រាប់ជំហានដំបូងនេះខ្ញុំសូមណែនាំបងប្អូនអំពីវិធីបុកគ្រឿងជាគ្រឿងកោដែលយើងយកទៅធ្វើសម្លម្ជូរតែម្ដងសម្រាប់ជំហានដំបូងបងប្អូនត្រូវមានម្ទេសក្រៀមឬក៏ម្ទេសស្រស់ក៏បានដែរតាមចំណង់ចំណូលចិត្តសម្រាប់នេះខ្ញុំជ្រើសរើសយកម្ទេសក្រៀមដាក់តាមចំណង់ចំណូលចិត្តរបស់អ្នកទាំងអស់គ្នាចង់ហៅឬក៏ល្មមបន្តមកទៀតគឺយើងដាក់ខ្ទឹមចំនួន2កំពឹសទៅហើយនឹងល្មៀតចំនួន1ដុំតូចឬក៏1ក៏បានតាមចំណង់ចំណូលចិត្តរួចហើយគឺយើងដាក់អំបិលហើយស្ករសប៊ីចេងដើម្បីកុំឲ្យបុកទៅវាខ្ទាតអញ្ចឹងណាឥឡូវនេះដែរគឺយើងចាប់ផ្ដើមបុកហើយកុំភ្លេចបន្ថែមជាមួយស្លឹកក្រូចបន្តិចទៀតបើអាចយើងដាក់ជាមួយនឹងរំដេងទៀតក៏បានដែរឥឡូវនេះយើងចាប់ផ្ដើមបុកទាំងអស់គ្នាណាគ្រឿងផ្សំបែបនេះគឺថាងាយហើយឆ្ងាញ់ខ្លាំងមែនទែនអាចនិយាយបានថាគឺឆ្ងាញ់ខ្លាំងខុសប្លែកពីសម្លម្ជូរដតៃទៀតអញ្ចឹងណាគឺយើងបុកគ្រឿងផ្សំរបស់យើងតែមួយហើយយើងដាក់ប្រហុកអីអញ្ចឹងជាមួយនឹងគ្រឿងបុកនេះតែម្ដងហើយបើគ្រឿងបុកនេះបើនិយាយទៅគឺថាដូចយើងបុកអំបិលម្ទេសអញ្ចឹងគ្រាន់ថាវាមានដូចជារមៀតរំដេងហើយនិងស្លឹកក្រូចផុតពីនឹងទៅគឺថាដូចដែលយើងបុកគ្រឿងអំបិលម្ទេសអញ្ចឹងឥឡូវនេះគឺថាគ្រឿងបុករបស់យើងគឺមិនមែនដាក់ស្លឹកគ្រៃស្លឹកក្រូចអីស្លឹកគ្រៃណាបងប្អូនគឺយើងដាក់តែស្លឹកក្រូចតែប៉ុណ្ណោះហើយសម្រាប់គ្រឿងផ្សំរបស់យើងដែរគឺយើងត្រូវបុកឲ្យបានម៉ត់សិនសឹមយើងចាប់ផ្ដើមដាក់ប្រហុកមិនមែនថាដាក់ប្រហុកជុំជាមួយនឹងគ្រឿងរបស់យើងតែម្ដងឯណាបងប្អូនអាចមើលវិធីធ្វើដោយដែលខ្ញុំបានបង្ហាញក៏បានដែរមុននឹងធ្វើសម្លមួយមុខនេះសម្រាប់គ្រឿងបុករបស់យើងគឺនេះខ្ញុំបានបុកវាធ្វើម៉េចក៏បានដែរឲ្យតែបានម៉ត់ល្អអញ្ចឹងណាសម្រាប់គ្រឿងបុកកោរបស់យើងនេះគឺថាធ្វើអត់យូរទេគឺថាធ្វើភ្លាមញ៉ាំភ្លាមគឺបានឈ្ងុយតែម្ដងសម្រាប់បងប្អូនដែលតើមក Subscribe Channel នាងខ្ញុំកុំភ្លេចណាសូមជួយ Subscribe ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តនៅវីដេអូថ្មីជាបន្តទៀតមើលតែថាគ្រឿងផ្សំរបស់យើងបានម៉ត់ល្អហើយសូមបងប្អូនចាប់ផ្ដើមដាក់ប្រហុកចំនួន2ត្រីណាឬក៏3ត្រីក៏បានដែរតាមចំណូលចិត្តចង់ដិតឬក៏ស្រាលហើយបន្តមកទៀតគឺនេះខ្ញុំបានចិញ្ច្រាំទេគឺថាបុកតែម្ដងពូរៀងប្រញាប់បងប្អូនអញ្ចឹងហើយគឺយើងបុកអញ្ចឹងក៏បានដែរក៏ថាយើងបុកឲ្យវាបានម៉ត់ល្អឲ្យបែកឆ្អឹងអញ្ចឹងណាបន្តមកទៀតនេះខ្ញុំចាប់ដើមហាន់សាច់ជ្រូក3ជាន់របស់យើងចំណែកឯសាច់ជ្រូកនេះដែរគឺថាយកសាច់ជ្រូក3ជាន់មកស្លសម្លបែបនេះគឺថាចេញជាតិខ្លាញ់វាតិចគឺរត់តែឆ្ងាញ់មិនមែនថាយកសាច់សុទ្ធមកធ្វើឲ្យឆ្ងាញ់ណាតែបើថាបងប្អូនអត់ចង់ចូលចិត្តញ៉ាំខ្លាញ់ទេគឺយកសាច់សុទ្ធក៏បានដែរតែសម្រាប់អ្នកទេសនេះខ្ញុំគឺថាបានសាច់3ជាន់នេះរត់តែអែមតែម្ដងសម្រាប់សាច់ជ្រូករបស់យើងក៏បានហាត់រួចរាល់នេះដែរគឺជាគ្រឿងផ្សំរបស់យើងណាបងប្អូនហើយបន្តមកទៀតយើងត្រូវមានឆ្នាំងស្អាតមួយមកសូមយើងចាប់ផ្ដើមដាក់សាច់ជ្រូក3ជាន់របស់យើងចូលទៅសាច់ជ្រូកនេះដែរគឺនេះខ្ញុំដាក់ចំនួនតែ1ខាំទេហើយបន្តមកទៀតយើងលាយជាមួយនឹងគ្រឿងបុកដែលយើងបានបុកអំបាញ់មិញចូលទៅរួចហើយគឺយើងចាប់ផ្ដើមដាក់ទឹកវាបន្តិចណាទឹកស្អាតក៏បានឬក៏ទឹកដែលនៅសល់ពីត្បាល់គឺយើងយកមកជ្រុំយកទឹកវាតែម្ដងហ្នឹងក៏បានដែរហើយយើងដាក់តែបន្តិចទេនិយាយទៅប្រហែលជា2វែកកន្លះអីចឹងឯងបងប្អូនដាក់តែប៉ុណ្្នឹងបានហើយបន្តមកទៀតគឺយើងចាប់ផ្ដើមជ្រុំសាច់របស់យើងជាមួយនឹងគ្រឿងរបស់យើងណាហើយយើងទុកវាឲ្យពុះល្អចង់មកឲ្យពុះល្អចេញជាតិបែបនេះណាបងប្អូនចេញជាតិពីខ្លាញ់សាច់ជ្រូក3ជាន់របស់យើងហើយនឹងគ្រឿងរបស់យើងហើយក៏បានឆ្អិនសាច់ជ្រូករបស់យើងល្អថែមទៀតផងបាច់ដាក់ទឹកច្រើនពេកទេសម្រាប់ជំហានដំបូងនោះជំហានបន្តទៀតគឺយើងចាប់ផ្ដើមកូរសាច់ជ្រូករបស់យើងជាមួយនឹងគ្រឿងរបស់យើងនៅក្នុងទឹកតែមួយហ្នឹងគឺថាយើងកូរចាស់កូរឡើងដើម្បីឲ្យវាកាន់តែឆ្អិនល្អបែបនេះអញ្ចឹងយើងត្រូវរងាស់សាច់ជ្រូករបស់យើងជាមួយនឹងគ្រឿងរបស់យើងហ្នឹងឲ្យបានចេញជាតិល្អហើយឲ្យបានឈ្ងុយផុកល្អឲ្យបានឆ្អិនល្អជាមុនសិនសូមបងប្អូនចាប់ផ្ដើមបើកគម្របមកហើយយើងចាប់ផ្ដើមបន្ថែមទឹកមកល្មមសមរម្យតែប៉ុណ្ណោះមិនបាច់ច្រើនពេកទេប្រហែលជាអាចកន្លះផ្ទើឬក៏មកល្មមអញ្ចឹងហើយយើងចាប់ផ្ដើមគ្របវាទុកទៅហើយមើលទៅថាវាពុះល្អហើយគឺយើងទុកវាមួយឡែកសិនទៅទុកមួយឡែកសិនដោយសារតែយើងត្រូវការទុកវាឲ្យបានពុះល្អដោយសារយើងទៅតែបន្ថែមទឹកអំបាញ់មិញចូលទៅបងប្អូនអញ្ចឹងហើយគឺយើងត្រូវការទុកវាមួយពុះឲ្យបានឆ្អិនល្អខ្ជុលបែបនេះអញ្ចឹងណាដើម្បីឲ្យគិតថាសម្លហើយនឹងសាច់របស់យើងហើយនឹងទឹករបស់យើងកាន់តែឆ្អិនហើយនឹងចូលជាតិគ្នាបែបនេះល្អសិនទៅសូមបងប្អូនចាប់ផ្ដើមដាក់ជាមួយនឹងត្រកួនរបស់យើងចូលតែម្ដងសម្រាប់ត្រកួននេះដែរគឺយើងដាក់ចូលទាំងអស់ក្នុងពេលតែមួយតែម្ដងណាមិនបាច់ចាំទុកយូរទេគឺយើងដាក់ទាំងអស់ចឹងបែបនេះមកសូមយើងចាប់ផ្ដើមកូរវាឲ្យបានចូលគ្រឿងឲ្យ
បានតុនល្អអញ្ចឹងណាបងប្អូនឲ្យបានតុនល្អបែបនេះសិនក្នុងពេលនេះដែរគឺយើងអាចកូរត្រឡប់វាទៅមកដើម្បីឲ្យវាចូលជាតិជាមួយគ្រឿងជាមួយសាច់របស់យើងឲ្យបានតុនល្អគឺវាអត់តន់ឆ្អិនល្អអត់តន់ផុយជាងគឺយើងអាចកូរបានតាមចិត្តអញ្ចឹងណាតែបងប្អូនកុំភ្លេចដាក់ជាមួយនឹងអំបិលទុំចំនួន1គួរឬក៏កន្លះគួរតាមចំណូលចិត្តចង់បានជូរឬផ្អែមសម្រាប់នេះដែរគឺនេះខ្ញុំបានដាក់អំបិលនៅបងប្អូនគឺនឹងខ្ញុំចាប់ដើមកូរឲ្យបានចូលជាតិហើយគឺយើងទុកវាមួយសន្ទុះមកមើលទៅថារឿងស្ទើរទឹកគឺយើងអាចបន្ថែមបន្តទៀតបានតែប៉ុណ្ណេះយើងចាប់ផ្ដើមគ្របសម្លរបស់យើងទុកវាមួយពុះហើយសម្លរបស់យើងក៏ចាប់ផ្ដើមឆ្អិនល្អហើយបងប្អូនអាចបន្ថែមគ្រឿងតាមស្ករសប៊ីចេងតាមចំណូលចិត្តរបស់បងប្អូនបានអរគុណបងប្អូនដែលតាមវីដេអូមួយនេះតាមពីដើមរហូតដល់ចប់សូមកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាណាគឺថាឆ្ងាញ់ខ្លាំងមែនទែនសូមអរគុណសូមជម្រាបលា